ជំរាបសួរបងប្អូនសិស្សសាស្ត្រមុខសិស្សថ្នាក់ទី11ថ្ងៃនេះយើងជួបគ្នានៅក្នុងមេរៀនអាស៊ីតកាបុកស៊ីលេកចំណុចប្រតិកម្មរវាងអាស៊ីតកាបុកស៊ីលេកជាមួយអាល់កុលដែលគេហៅថាប្រតិកម្មអេស្ទេកម្មអញ្ចឹងប្រតិកម្មអេស្ទេកម្មគឺជាប្រតិកម្មរវាងអាស៊ីតកាបុកស៊ីលេកជាមួយអាល់កុលឲ្យផលជាអេស្ទេនិងទឹកសមីការទូទៅគឺនេះជារូបមន្តទូទៅរបស់អាស៊ីតកាបុកស៊ីលេក A'r OH នេះជារូបមន្តទូទៅរបស់អាល់កុលហើយប្រតិកម្មពីរហ្នឹងគឺជាប្រតិកម្មទៅមកផលិតផលរបស់វាគឺ Air សម្ព័ន្ធ COO សម្ព័ន្ធ A'r នេះជារូបមន្តទូទៅរបស់ A ស្ទែអញ្ចឹង A ស្ទែមានរូបមន្តទូទៅ Air សម្ព័ន្ធ COO សម្ព័ន្ធ A'r បូកជាមួយទឹកប្រតិកម្មនេះជាប្រតិកម្មទៅមកហើយគេប្រើអាស៊ីតសូហ្វូរិកជាកាតាលីករឧទាហរណ៍សរសេរសមីការតាំងប្រតិកម្មអេស្ទេកម្មរវាងអាស៊ីតអេតាណូអិកជាមួយអេតាណុលអញ្ចឹងបងអូនតាមដានមើលតើពីរហ្នឹងបូកចូលគ្នាដោយវិធីណាអាស៊ីតអេតាណូអិកបងអូនអាចទៅសេរូបមន្តលាតកន្លែងកាបូនបង្គំនីទីនេះណា CH3 យ៉ាងទុកដដែលអាកន្លែង COOH ហ្នឹងបងអូនទៅសេលាតបែបនេះមកហើយបងអូនបូកជាមួយនឹងអាល់កុលដើម្បីងាយស្រួលក្នុងការបូកអ្នកគ្រូកែអេទីលអាល់កុលនេះអ្នកគ្រូទៅសេរូបមន្តបែរមកខាងនេះវិញអញ្ចឹងអ្នកគ្រូសេ2H5ហើយ OH មកនេះវិញដើម្បីងាយបូកជាមួយនឹង OH ខាងនេះអញ្ចឹងវាឲ្យផលជាអីយើងចាំមើលតាមប្រតិកម្មបូកវាមិនអាស៊ីតគឺ CH3 CO ហើយ OH ចំណែកអាល់កុលគឺ C2H5OH អាស៊ីតវាត្រូវបោះបង់បង្គំ OH នេះបោះបង់ OH ចំណែកអាល់កុលគឺបោះបង់ H មួយនេះអញ្ចឹង H ជាមួយ OH នេះពីរនេះវាបូកចូលគ្នាបង្កើតបានជាទឹកនេះទឹកបងប្អូនដាក់ទឹកមុនសិនហើយចំណែកនៅសល់គឺ CH3CO អញ្ចឹង CH3CO បងប្អូនទៅសេមកវិញដែរនេះ CH3CO សេមកវិញដដែលដោយសារវាដាច់ OH បាត់ហើយចំណែកអាល់កុលគឺបាត់ H បាត់ហើយវានៅសល់ O ហើយ C2H5 អញ្ចឹងបងប្អូនយកអាមកណាត់នេះបាត់ហ្នឹងតចូលមកកន្លែងដែរកន្លែងមានតំណស្រាប់នេះមកនេះបែបនេះគឺយើងបានជារូបមន្ត A ស្ទែយើងអាចទៅសេបែបនេះក៏បានដែរនេះបែបនេះ CH3 នេះហើយនេះ COO នេះ C2H5 ចឹងបងប្អូនតន់អត់ចឹងយើងតាមដានមើលឧទាហរណ៍មួយទៀតប្រតិកម្មរវាងអាស៊ីតមេតាណូអិកជាមួយនឹងប្រូប៉ាន2អុលអាស៊ីតមេតាណូអិកបងអូនទៅសេបែបនេះមកបូកជាមួយនឹងប្រូប៉ាន2អុលអាល់កុលថ្នាក់2អញ្ចឹងកន្លែងដែលចូលរួមកាត់ហើយនឹងចាប់យកគឺកន្លែងកាបូននីទីកន្លែងកាបូននីទីគឺកាបូនកណ្ដាលអញ្ចឹងកាលណាបងអូនទៅសេខ្សែកាបូនខ្សែត្រង់លាតបែបនេះវាពិបាកក្នុងការបងអូនចាប់ពិបាកយល់អញ្ចឹងអ្នកគ្រូទៅសេទម្រង់វាមួយទៀតទៅសេបែបនេះនេះបងប្អូនមើលឃើញច្បាស់ថា OH នៅជាប់មួយកាបូនកដាលអញ្ចឹងកន្លែងដែលបកបង់ហាសគឺអាកាបូនមួយនេះអញ្ចឹងដោយសារវាតាក់មួយកាបូនខាងចុងមួយនេះអញ្ចឹងនេះគ្រូសេដូរទម្រង់ម្ដងទៀតដូរទម្រង់ទៅជាអាសេះ3នៅខាងក្រោមវិញហើយ OH មកនៅគៀនខាងនេះវិញនេះគឺបែបនេះអាស៊ីតយើងសេនៅដដែលចំណែកអាកុលអ្នកគ្រូដូរទ្រង់ទ្រាយCH3ដែលអ្នកគ្រូប្រាប់ថាទិសនៅ CH3 មួយនេះអ្នកគ្រូដាក់ចូលមកខ្នែងនេះវិញហើយ CH នៅដដែលហើយ CH3 នៅដដែលអញ្ចឹងដូរពី OH ដែលនៅខាងក្រោមនេះមកខាងចំហៀងនេះវិញហើយនេះគ្រូដាក់ដាច់ចេះងាយស្រួលយើងមើលឃើញប្រតិកម្មអញ្ចឹងប្រតិកម្មវាមិនអាកុលវាបោះបង់ហាសមួយនេះហើយអាស៊ីតបោះបង់ហាសមួយនេះនេះបងឃើញអត់ OH នេះជាមួយហាសនេះវាចាប់គ្នាទៅវាបង្កើតបានជាទឹក
ហើយយើងប្អូនមើលសមាសធាតុអាស៊ីតដែលនៅសល់ប៉ុណ្នេះហើយអាល់កុលដែលនៅសល់ប៉ុណ្នេះយើងចូលគ្នាវិញមកបានជាសមាសធាតុមួយហៅថាអេស្ទែរអញ្ចឹងនេះអាស៊ីតដែលយើងដែលនៅសល់ហើយអាល់កុលនៅសល់យើងដាក់ចូលមកកន្លែងតំណនេះមកនេះបែបនេះនេះបងអូនបានសមាសធាតុអេស្ទែរយើងអាចទៅសេរូបមន្តមួយទៀតបែបនេះអញ្ចឹងខាងក្រោមនេះខាងលើនេះដូចគ្នាអរគុណជួបគ្នាក្នុងមេរៀនបន្តទៀតណាបងប្អូន